បន្ទាប់ពីយើងបានដឹងអំពីគម្រោងរបស់ website រួចរាល់ហើយជំហានបន្ទាប់គឺយើងចាប់ផ្ដើមអនុវត្តការ design តែម្ដងដោយជំហានទី1នេះគឺខ្ញុំនឹងបង្ហាញលោកអ្នកអំពីការបង្កើត menu នៅលើ website របស់យើងឥឡូវចាប់ផ្ដើមទាំងអស់គ្នាមុននឹងចាប់ផ្ដើមសូមចូលមើលគំរូ menu របស់គេនេះគឺជាគំរូ menu របស់គេដើម្បីអាចបង្កើត menu ដូចគេបានសូមបើក tab មួយទៀតមកយើងវាយ get bootstrap.com ដោយសារតែយើងប្រើប្រាស់នៅ framework មួយនេះអូខេបន្តមកទៀតសូមចុចលើ component ហើយសូម scroll ចុះមកក្រោមបន្តិចដើម្បីរកពាក្យ navbar ដោយសារតែ menu នៅក្នុង bootstrap វាដាក់នៅក្នុង navbar អូខេសូម scroll ចុះមកក្រោមទៀតមកនេះគឺជា menu របស់ bootstrap ដែលបានបង្កើតហើយជាស្រេចប្រសិនបើយើងចង់ប្រើប្រាស់វាដោយគ្រាន់តែ copy code នៅខាងក្រោមនេះមកឥឡូវខ្ញុំសូម copy អូខេអញ្ចឹងសូមបើកក្បាលកម្មវិធីសរសេរកូដណាដោយនៅក្នុងកម្មវិធីនេះខ្ញុំមិនទាន់បាន add project ចូលទេដើម្បី add project ចូលបានសូមចុចលើ project អូខេ project you add folder to project បន្ទាប់មកយើងស៊ុំ browse រក try c បន្ទាប់មក vam បន្ទាប់មកទៀត wvu ហើយសូមស្វែងរក folder ដែលលោកអ្នកបានបង្កើតដោយសារតែនៅក្នុងវីដេអូមុនខ្ញុំបានបង្កើត folder មួយដែលមានឈ្មោះថា lookingnews.com select លើវាហើយយកចុច select folder ឥឡូវនេះ project របស់យើងបាន add ចូលជារួចរាល់ហើយជំហានបន្ទាប់សូម create file មួយ file ថ្មីមួយដែលមានឈ្មោះថា index អូខេឥឡូវខ្ញុំសូម save វាដាក់ឈ្មោះថា index.php បន្ទាប់មក save file យើងបានបង្កើតរួចរាល់ហើយឥឡូវសូមសរសេរ structure របស់ HTML ដោយ title ខ្ញុំ lookingnews.com អូខេបន្ទាប់មកទៀតយើងផាសកូដដែលយើង copy មិញហ្នឹងដាក់នៅក្នុង body ឥឡូវខ្ញុំសូមសេរីឲ្យវាស្រួលមើលដោយចុច tab មកអូខេបន្ទាប់មកចុច save ឥឡូវសូមតេស្តនៅលើ local របស់យើងឥឡូវវាបានបង្ហាញហើយប៉ុន្តែវាមិនចេញដូចរូបនេះទេដោយសារអ្វីដោយសារតែយើងមិនទាន់បាន add style ចូលឥឡូវដើម្បីអាច add style ចូលបានយើងប្រើ tag link អូខេអូខេដោយសារតែ file មួយនេះខ្ញុំបានដាក់នៅក្នុង folder asset បន្ទាប់មក CSS នេះគឺជាឈ្មោះ file បន្ទាប់មកទៀតសូម save ឥឡូវយើង run refresh browser សារថ្មីមកនេះវាចេញចេះប៉ុន្តែនៅត្រង់កន្លែង drop down នេះគឺវាអត់ចេញទេដោយសារតែយើងមិនទាន់បាន link script វាទៀតឥឡូវដើម្បីអាចប្រើប្រាស់នៅមុននឹងយើងអាច link script របស់ bootstrap យកមកប្រើបានគឺយើងត្រូវតែមាន script jQuery សិននេះយើង select all មកអូខេយក copy បន្ទាប់មកយើងបង្កើត file ថ្មីមួយនៅក្នុង folder JS របស់យើងមកដោយផាសវានៅក្នុងនឹងមកបន្ទាប់មកខ្ញុំ save ដាក់ឈ្មោះថា1.12.0.js អូខេឥឡូវយើងបានហើយ
ជំហានបន្ទាប់យើងត្រូវ link script យកមកប្រើដោយយើងវាយ tag script មក S or C ចុច 0 ចុច JF អូខេបន្ទាប់ពីយើង link script នឹងហើយយើងត្រូវ link script របស់ Bootstrap ទៀតអូខេកន្លែងនេះខ្ញុំគាត់ copy មកនៅត្រង់នេះគឺដាក់ bootstrap.js អូខេឥឡូវយើងសាក refresh browser របស់យើងមើលនេះគឺវាដើរហើយដូច្នេះនៅក្នុងវីដេអូនេះសូមបញ្ចប់ត្រឹមប៉ុណ្ណេះសិននៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញលោកអ្នកអំពីការ generate menu នៅលើ website online ម្ដងដើម្បីឲ្យបានដូចគេអញ្ចឹង